ថ្ងៃនេះពូប្រាំងដើរមកពីគ្វីកូហើយក៏ស្រាប់តែឃើញខ្ញុំហើយក៏គាត់ស្រែកសួរថាក្មួយកំពុងធ្វើអ្វីហើយខ្ញុំក៏ឆ្លើយតបទៅគាត់វិញក្មួយកំពុងតែអញ្ចោះត្រីដើម្បីយកត្រីនេះធ្វើម្ហូបបែបលក្ខណៈបែបស្រុកស្រែហើយស្លម្ជូរអញ្ចឹងហើយក៏មិនបែបបងអង្គដែរពូប្រាំងក៏ចុះទៅក៏ខ្ញុំប្រាប់ថាហ្នឹងក៏ជោគចាក់ពូជោគដាក់មកគប់មកវឹបអត់បានគឺជោគចោះជោគឡើងជោគចោះជោគឡើងគឺវាខ្ញុំម្ដងបងប្អូនគឺខ្ញុំវាខ្ញុំជោគម្ដងហើយខ្ញុំក៏ប្រាប់ពូប្រាំងថាពូប្រាំងចុះមកតិចទៀតហើយពូប្រាំងក៏ចុះមកហើយខ្ញុំជោគទៅបានប្រហែលជាត្រីក៏ភ្លៀងហើយនឹងបានកពឹសអីចឹងបងប្អូនទូចដើម្បីយើងយកទៅឆ្នៃធ្វើម្ហូបសឡំជូរម៉ោមស្រែអញ្ចឹងបងប្អូនគឺយើងបានហើយពូប្រាំងក៏គាត់អត់ហើយពេលនេះគឺសម្រាប់តែកាមេរ៉ាមែនបរោះដ្រូនដេញកូនក្មេងដែលជា fan ពូប្រាំងគុណភាពរត់ប្រុយបងប្អូនហើយមកដល់វគ្គនេះគឺ friend ពូប្រាំងក៏បានមកអើតមើលប៉ុន្តែបរោះដ្រូនទៅរត់ប្រុយបងប្អូនរត់ចូលទៅប្រុយមិនថាតែមនុស្សទេក៏ឆ្កែក៏រត់ដែរបងប្អូនហើយខ្ញុំក៏ចាប់ដើមឡើងបេះអំពិលយើងធម្មជាតិរបស់យើងហើយយើងចាប់ដើមឡើងហើយពូប្រាំងថាក្មួយប្រយ័ត្នធ្លាក់ក្មួយហើយខ្ញុំក៏ព្រឹកព្រៀងដែរហើយក៏ខ្ញុំក៏បេះអំពិលមកហើយពូប្រាំងថាអូល្អមែនតើហើយខ្ញុំក៏ចាប់ដើមបេះហើយបេះទៀតដើម្បីឲ្យបានរៀងច្រើនបន្តិចហើយយើងយកទៅស្លទៅដើម្បីឲ្យកាត់ជូរបងប្អូនហើយកន្លែងនេះពូប្រាំងថាក្មួយប្រយ័ត្នលេងអំពិលក្មួយអំពិលអីពូអំពិលក្មួយ3គូហ្នឹងខ្ញុំថាអូអត់អីទេពូគឺស្លៀកទឹកមែនតើហើយមិនមកឲ្យមកយកទេមកចាស់គេមកគឺរត់ជាមួយពូប្រាំងហើយកន្លែងនេះគឺបោកពូប្រាំងថាអំពិលផ្អែមពូប្រាំងថាអូយជូរផ្អែមមែនណាជូរចង់មកឲ្យក្មួយហើយមកដល់នេះពូប្រាំងក៏ចាប់ដើមបេះនាងកងរីជាមួយនឹងម្រេចព្រឺបងប្អូនម្រេចព្រឺធម្មជាតិរបស់យើងហើយនាងកងរីរបស់ជាតិធម្មជាតិរបស់យើងហើយពូប្រាំងហៅថាអូគុណភាពមែនទែនហើយមកដល់វគ្គនេះគឺពូប្រាំងចាប់ដើមទៅបេះម្ទេសធម្មជាតិរបស់យើងទៀតមើលទៅគឺពូប្រាំងគឺស្អាតមែនទែនចាយរៀងមុនស្នេហ៍មែនទែនហើយមកដល់ពេលនេះគឺពូប្រាំងចាប់ដើមកាត់លក្ខរីហើយកាត់ចុះកាត់ឡើងពូប្រាំងឆ្ងល់ថាអីគេនឹងសំណក់ព្រះម៉ែនាងកងគេទៅខ្ញុំថាពូប្រាំងកំភីកាត់ទៅហើយមកដល់វគ្គនេះគឺយើងត្រូវតែបកាត់ភ្លើងហើយបកាត់ចុះបកាត់ឡើងភ្លើងឆេះវូគឺបកាត់ភ្លើងបែបលក្ខណៈធម្មជាតិហើយបងប្អូនមើលទៅគឺតំណងខ្លាំងមែនទែនយើងស្ងោរក្អមខ្មែររបស់យើងអីចឹងណាហើយពេលនេះគឺយើងចាប់ដើមបងគ្រឿងហើយពូប្រាំងក៏ថាអូខេចាំពូនេះដាក់យើងបងលក្ខរីដាក់ខ្ទឹមសហើយយើងគ្របវិញហើយទុកមួយសន្ទុះហើយមួយសន្ទុះក្រោយក៏យើងចាប់ផ្ដើមកាច់អំពិលពូប្រាំងថាអូអេហើយដាក់ចូលហើយគឺពូប្រាំងថាអូអាហ្នឹងនិយាយថៅថាហើយក៏ចាប់ដើមដាក់តកូនហើយយើងចាប់ផ្ដើមចាក់គ្រឿងចូលទៅគ្រឿងផ្សំរបស់យើងគឺមានម្សៅស៊ុបស្ករប៊ីចេងនឹងឯងគឺតំណងខ្លាំងមែនទែនហើយចាប់ផ្ដើមដាក់នាងកងរៃចូលភ្លុបយើងចាប់ដើមទីចាំដាក់ហើយពូប្រាំងណូដាក់ទេពូប្រាំងគឺគាត់ពិតជាប៉ិនកំ pl ខ្លាំងមែនតើហើយខ្ញុំក៏យកគំរូតាមគាត់តិចដែរពូគាត់បញ្ចូលសលេងទៅគឺខ្ញុំមិនថាបងប្អូនទេគឺមើលទៅគឺតំណងខ្លាំងមែនតើហើយមកដល់ពេលនេះពូប្រាំងថាកុំតន់ញ៉ាំឥឡូវយើងញ៉ាំគូស៊ីសិនចាំយើងញ៉ាំកាពេលដើម្បីកុំឲ្យខូចកាពះអូខេខ្ញុំក៏ញ៉ាំតាមគាត់ទៅគឺគាត់ញ៉ាំដែរអូល្អមែនតើក្មួយហើយយើងក៏ចាប់មិនដែរបងយូរទេចាប់ដើមញ៉ាំតែម្ដងពូប្រាំងក៏ចាប់ដើមដួសឲ្យខ្ញុំដែរហើយពូប្រាំងក៏ថាចាប់ដើមស្រឡាញ់ខ្ញុំតិចហ្នឹងបងប្អូននិយាយហើយខ្ញុំក៏ចាប់ដើមឲ្យគាត់ដួសទៅស្រឡាញ់ប៉ុណ្ណាដាក់ប៉ុណ្ណឹងខ្ញុំថាពូប្រាំងចាប់ដើមដួសទៅហើយគឺតំណងខ្លាំងមែនទែនហើយស្នាដៃពូប្រាំងបងប្អូនមិនថាមហូបអីទេគឺពូប្រាំងធ្វើឆ្ងាញ់មែនទែនបងប្អូនបើមិនជឿទេបងប្អូនអាចមកសាកបានគឺពូប្រាំងធ្វើខ្ញុំថែមថាពូប្រាំងថែមបន្តិចទៀតហើយពូប្រាំងថាអូល្អមែនតើហើយពូប្រាំងក៏ចាប់ដើមហូបមួយម៉ាត់ទៅបងប្អូនឃើញហើយគឺតំណងខ្លាំងមែនតើតែគាត់អត់ហូបសាច់ចឹងបងប្អូនហូបអំពិលមកគាត់ថាអូដាក់មួយម៉ាត់មកឡើងព្រឺហើយពូប្រាំងក៏ចាប់ថាអូល្អមែនតើឥឡូវដាក់ម្ដងទៀតញ៉ាំបាយជាមួយបន្លែម្ដងគឺពូប្រាំងថាអូស្នាដៃពូមិនធម្មតាទេចឹងបានសង្សារចាស់ពូឥឡូវស្ដាយពូហើយខ្ញុំក៏ហុចម្ទេសទៅមួយគ្រាប់ទៀតពូប្រាំងដាក់មកអូយហឹលមែនតើម្ទេសនេះហើយចង់ងាប់តែខ្ញុំបថាអីទេពូប្រាំងម្ទេសធម្មជាតិចឹងណាហើយខ្ញុំក៏មិនឲ្យបងយូរតែខ្ញុំចាប់ដើមហូបម្ដងឥឡូវហើយពូប្រាំងថាអូខេក្មួយចាប់ដើមពូហឹលណាពូហូបទឹកបន្តិចហើយខ្ញុំក៏ចាប់ដើមហូបទៅហត់យកបងប្អូននេះគឺតំណងខ្លាំងមែនតើហើយវីដេអូនេះមានតែប៉ុណ្្នឹងហើយបើសិនជាមានការខុសឆ្គងកុំប្រកែប្រកាន់បងប្អូនអីហើយជួបគ្នានៅវីដេអូក្រោយទៀតតោះបាយបាយអរគុណច្រើន